បាទទឹកមុខស្រស់ស្រាយល្អនេះអីបាទដូរខ្ញុំឃើញមុខបាទដូរចាចង់សើចវិញអត់ដឹងវិញបាទដូរនេះមែនក្មេងខ្ជូនណាគេហៅថាមនុស្សកំណោយទៀនណាកំណោយទៀនគឺស្រឡាញ់យកមកគាត់មានសូវមានអ្នកស្អប់ហើយបាទហើយស្លូតហើយនៅក្នុងធីមគេតែគក់យកមកសាច់ហ្នឹងមកសាច់នៅក្នុងធីមបាទលក្ខណៈថាបាច់ទៅជីមអីណាឲ្យសាច់មាំឯណាតែគ្នាឯងវាយឡើងស្មហ្មងវាយឡើងស្មកន្លោហើយមកអីជាគេស៊ីងវាយរហូតបាទស៊ីងមិនស្គមណាតែតាំងចូលស៊ីអាយុមកឡើងមៀតមករៀងគេហៅថាឈប់ប៊ីអេឆាប់ប៊ីបាទអញ្ចឹងនេះក៏យើងក៏សូមស្វាគមន៍ជាមួយនឹង team Robot Black Senten ដូចគ្នាដែលប៉ះគ្នាជាមួយនឹង CFU តំណាងឲ្យប្រទេសកម្ពុជារបស់យើងផងដែរបាទ Black Senten ដែលពួកគាត់មកពី region MPL ឡាតាប់ច្រើនណាស់ទៅខ្ញុំនិយាយមែនណាអត់មាន import ទេណាមានប៉េរូមានអាសង់ទីនមានឈីលីឈីលី2នាក់ប៉េរូ2នាក់អាសង់ទីន1ហើយគ្រូអំបឹកសុជាតិប្រេស៊ីលហើយនិងឈីលីបាទនិយាយរួម MPL ឡាតាប់មានប៉ុន្មានប្រទេសចូលរួមហ្នឹងហើយមិនចូលគ្នាដល់ក៏ខ្ញុំសាប់មនុស្សប្រុសយើងអាចទុកសក់វិញបានណាមិនងាយទុកទៅធ្ងន់ណាអត់ពេលបើអ្នកចាញ់បើអ្នកចាញ់គេអត់គេក្រោយបាទ Oh my god បាទហាមីយ៉ូបាទលឿនមិនស្ទាន់ចំគេដាក់analyst វិញនៅគេមិនដាក់ assistant coach ណាស៊ូបាសាហើយនឹងលេនថាមអូយលេនថាមហើយនឹងថាមហ្គោយ៉ាដូចគ្នា Tamigo បាទអូយបុកគឺនារីណាបាទបបនេះហើយគឺជាបុគ្គលម្នាក់ដែល make play ខ្លាំងដែលធ្វើឲ្យការប្រកួតក្រឡាប់មកកលេជាមួយនឹង team roster BSE Black Senten Orochi Oi Hyun Bush Shin Steffi Doom ហ្នឹងហើយវាយនឹង IFL សៀយូហ្វេនេះឆាប់ហ្នឹងហើយបាទនេះគឺជា line up 5 man roster no import របស់ CFU Gaming មានជាមួយនឹង Vado Detective OP Box CC ក៏ដូចជា Sing បាទអីគេប្រាំងភ្លៀងអីគេ Sing ហ៎ប្រាំងកំភ្លៀង e-sport នេះគេណាប្រាំងកំភ្លៀងអាប៉ែហ្នឹងវាថាចូលព័ត៌មានណាស៊ីប្រាំងកំភ្លៀងវាថាមុខស្តៀងដូច Sing ហ្នឹងដូច Sing ហ៎បាទ Box CC ជាប់ nickname បងឲ្យ Frog ហៅរហូតណាអូយមែន skin prime ក្រែងចនេះស្អាតខ្លាំងអត់តបានតេសោះ skin prime លុយហ៎និយាយរំសំបី skin ធម្មតាក៏លុយដែរហ្នឹងវាបាញ់ទៅវាមាន effect បើស្លាប់លុយបាទបើបាន figure ទៀតកប់ figure ស្អាតកប់អូមើលអាយ3 pit អូតាមតែ MPL ឡាតាម performance BSE a strong team with a solid approach but whatever they can do we can do as well and even better match them beat them ចឹងអូពីគាត់និយាយថាបើយោងទៅតាម MPL តាម performance team BSE គាត់ខ្លាំងបាទគឺជាមួយនឹងការលេងរបស់គាត់គឺ solid មែនតើប៉ុន្តែបើសិនជាគេអាចធ្វើបានយើងក៏ធ្វើបានដែរហើយល្អជាងគេអត្តន័យបាទសូហាស្បិនសំខាន់អាយចេះខិតគាត់ពីក្រៅមិញគឺមាន3 pit ដាក់ពៀនឲ្យគុណ3បាទអាយនេះមានលុយក៏ទិញអត់បានដែរតែបើលួចបាទមែនអត់ស្អីយំពិបាកងាយទេប្រយោជន៍យ៉ាត់ខ្វល់ពី fan យកមកបាទនេះគឺខាងPSE Black Senten បាទចាំមើលមានអីវិញMDL ឡាតាម MPL ឡាតាម M7 Swiss ព្រមដល់ community meme នេះគេ meme ទេអ្នកគ្នា meme ទៅ enjoy តែ meme មិនន័យថាសប្បាយសោចកុំយកអីមកលោកឡំគាត់សប្បាយទៅបានហើយចាស់សោចបាទតែគាត់ថាពេលយើងឈ្នះយើងធ្វើ meme មួយដែរណាអូខេហ្នឹងហើយគោទ្វាមកបើចាំមក CU ពុកកាត់ដបងយេ CU ពុកកាត់ដបងអញ្ចឹងសូមដៃ meme នៅក្នុងប្រទេសកម្ពុជារបស់យើងសូមធ្វើការត្រៀមមកហើយបាទហើយយើងផងនៅក្នុង community ដែរគេឃើញគេបាទនេះគ្រប់ MPL Cambodia ហ្នឹងដាក់ក្លុបមកបើ admin on approve ប្រាប់ខ្ញុំខ្ញុំក៏គេអត់ approve ដែរអ្នកណាក៏កេបដូចគ្នាដែរ Talent prediction เสียยุ1 0แถวបងបាទអាយ៉ា សម្បីណៃកើ
này cơ hai mùi Ê, bông cầm giấy. Frog Bông cầm giấy. còn ní nè còn Bông cầm giấy. dương này nó bông Rất bông nó nát đó cái nó không dây. bông nó đó Men Mà à? này là chấm hai rồi vâng Ý, lượng món năm lệ rồi mà. men ការប្រកួតថ្ងៃទី1 Niker រវល់មាន iFrog មួយឯង này បាទ ដល់ពេលចូលដល់គូខ្មែរ Niker ចូលដាច់អ៊ីនធឺណិតនឹងលេង ô ហើយណា mình chưa cũng rộng mặt បាទ តែបើ mà ឆ្លាត Thái ជឿ Lanទាំងអស់ចង់រៃជាងគេគឺ này cơ បាទ rotation map map reveal dangerous grass expanding expanding ខ្ញុំចង់មើលវគ្គហ្នឹងដែរមើលថាអូនយកអី double fighter yes ឈូមកទេឈូ តែជួយ ខ្ញុំខ្លាចឈូរបស់ស៊ីងណា មានអី Marksman មកវិញអីតា តែ បាទ គេ first pick អូ Black Sanson គេ first pick អីទេ ហើយ ជាយូរយើងធ្លាប់វាយម្ដងឲ្យនៅ IFF បាទ យក fan នេះឆាបយកមក បាទអូចូលមក band fan នេះ អូយក first pick តា យក Yeah. first pick fan នេះយិនស៊ីនវេ Yeah. វ៉ាវបាត់ដៃJungler ហើយ on bush ហ្នឹងគាត់លេងបានច្រើនណាស់ណានៅក្នុងការប្រកួតរបស់គាត់លេងតាំងពី Fred លេងតាំងពី Lancelot លេងតាំងពី Joy ហើយយ៉ាលេងដល់ Balmond ទៀត Yeah. អូសង្សានណាស់ណា ហើយ on bush ในការយកឈ្នះទៅលើ influence rate លទ្ធផល 4-1 បាទ ហើយវគ្គទី5ហ្នឹងយក Balmond វាយឈ្នះយកមក ហើយ on boost មានន័យថាលាក់ខ្លួននៅក្នុងស្មៅ ជាសាញ map នេះមិនមែន dangerous grass ទេ ហ្នឹងហើយអត់មានស្មៅទេស្មៅទៀតដែរតែមិនមែនជាស្មៅពេជ្ជឃាត បាទប៉ុន្តែរកគាត់ទៅ Stephen Steph ទៀត Steffi Steph Steph ហើយ Steph ក្រក់ថាតែ ban អត់ ban first pick អូតែឥឡូវសូរ៉ាជូស៊ីនក៏ទៅហើយ ចង់បាត់ហើយយកអត់បាន turn Sora អើក្រក់ first pick come on Lancelot ខ្ញុំគិតថាក្រក់ធំណា យើងបិទ hero អត់មេតាអូ Lancelot first pick ព្រោះយើងមើលអីបិទតែយើងស៊ីមួយ Lancelot ពី 2 តតសមមួយតែមួយអត់អី គេយកហើយ ក្រក់ គេត្រាំចិត្តគេយក ក្រក់ យកគេយក ក្រក់ Valen ឬក៏ក្រក់ Eve ល្អឬក៏ក្រក់ Kimmy ក៏ល្អដែរ ហើយបើហៀដល់បុកស៊ីទេហើយធ្ងន់លើហ្នឹង បងយកគីមីមកអត់កើតទេណា បាញ់សម្រាប់ជើងបាន Lancelot តា ហ្នឹងហើយណាមួយស្រួលបាញ់ក្រក់ផង អត់ទេយើងនិយាយនេះ អូនិយាយខាងនេះមែន យ៉ាយើងនិយាយ Black Santan យ៉ា ខ្ញុំគិតថា if អាចនឹងដៃឆ្ងាយតែបើ if យើងអាចលេងបាន ទៅ ដែរ ទៅទៅលើក៏បានដែរយកយីសិនហើយក៏យីសិន តែណាតា Eve ទៅ pick Eve ហើយ យ៉ា Jungler គេមិន pick ឥឡូវដោយសារយើង pick Jungler ហើយហ្នឹងហើយអត់សូវខ្វល់ទេ ក៏ប៉ិតបើស្លុតមិញ អូ ខ្លោតមកប្រឈោ Come on man Boxy play ឈោដែលមេកមកទៀតហើយ ការេ អត់ pick រីមកហើយក៏បាត់ដែរ ហ្នឹងហើយ អញ្ចឹងយើងបន្តបិទជាមួយនឹង Jungler នេះ បើអីហើយយ៉ាងគឺគ្មានរូបរាងទេ ឈប់ ខ្ញុំមានអារម្មណ៍ថាអាចនឹង Fred ចេញ Green គេចេញ ខ្ញុំមានអារម្មណ៍ថាវ៉ាឌូអាចនឹងលេងអាឡត អាឡត យ៉ាអាចលេងអាឡត ខ្ញុំគិតថាអាឡតរៀងពិបាកគេបើកក្តារមកយើងបាក់កិច្ចគេបើ សបាយបើសិនគាត់ surprise attack មកផ្ទះទៅរត់រួចយកមក ហ្នឹងហើយមក surprise ព្រោះដោយ អូ សារ surprise ក៏បាត់ទីនេះសោះ back line ព្រោះដោយសារចេះឥឡូវបើយើងគិតទៅហ្មង CPU គេខ្វះ front line ព្រោះឈូ boxy មិនមែនលេងដូចគេដូចឯងទេលេងឈូ damage ហ្នឹងហើយយើងធ្លាប់យកតែយើងក៏ធ្លាប់ឃើញ CU គាត់ជាគេហៅដាក់ឈ្មោះគាត់ the pressure machine នៅក្នុង MPL យើងក៏គាត់លប់លេង damage ចន់លើ damage ហើយលើ damage ដែរ damage សតទៀតមក ហ្នឹងហើយ Fred ឃើញហ៎ហៅលេង Fred មែនបែបបបាសៀអាចនឹងទៅវាំងដូចគ្នា ឈប់មើលសល់ Jungle ឯគេ ហើយយ៉ាទុកទៅហើយយ៉ាបាក់លេងដែរណា ហ្នឹងហើយតែបើសិនជាបាសៀក៏ល្អ តែ បាក់សាចាំងលើបាក់លេងណាគេទី2គេកាត់ down កាត់ damage ក៏អត់សូវឈឺណា តែបើសិនយើងគិតទៅលើ control វាល្អដែរ ព្រោះវាអាយ៉ាព្រោះវា ដូចប្រូកាកានិយាយហ៎ យូរសង បែបព្រោះវាមានអារម្មណ៍ថាចាញ់មក អូតែយូតែលាពូល្អជាងលាពូល្អ លា ជា ពូ ង នៅតែអាចចាញ់បានលាពូអាឡតនៅតែអាច Esmer ក៏ល្អណែ តែចូលគ្រាដល់ បាក់លេង Esmer យើងទៅការអ្នកវាយ back line មួយទៀត លាពូមានលាពូយកមកឆ្លងឡើងយូរសងហើយអលីយកមក ព្រោះលាពូគេនៅតែមួយគេបន្ថែម ultimate 10វិនាទីនៅ level ដំបូងអញ្ចឹងយើងយូរ តែមួយទៀតបងយើងអត់តមាន front line ណា លាពូគេបែបបាត់ហើយតា អូគេបែបអត់អាឡតអាឡត សោ Esmer ត្រេស្លាថាបាក់ត្រេស្លា Elise ក៏ល្អដែរ Tesla បាក់លេងបន្តិចហី Tesla លេងបានព្រោះតែ Pet Hero ដែរ0 team fight ហ្នឹងហើយ front line 0 team ហើយលេងបាន
កាគូរ៉ា គ្រូ ទេ គ្រីបាក់គ្រប់ណា ខ្ញុំ បិទគ្រីជាប់ វ៉ាវពី ចយ ចេះដោយសារតែកលូបនៅពេលវាបែងភាគទៅវាការី single target យ៉ាងហ៎ តែកន្លោះអត់មានចូលអាទុយទុយណាចូលតែ hero ពេល វារត់ទៅបង កន្លោះវូអាហ្នឹងចូលតែ hero មក ហ្នឹងហើយវូតឆ្លាតណាអាកន្លោះឆ្លាតតែកន្លោះមិនឃើញឯងកន្លោះចូលឡតទៅ ឈប់ខ្ញុំធ្លាប់លេង hero កលូហ្នឹងចឹងដែរធុញចឹងតែបើសិនជា basic attack គាត់ចេះតែចុច tab អាចចូលអាទុយទុយមកបើគាត់កន្លោះចូលតែ hero ចឹងមក បាទតែយើងយកការគូមកមកដ age ដែរបុក ultimate របស់គាត់ ហ្នឹងហើយណាមួយចូលបិទ backline ការកូរ៉ាហ្នឹងបិទ backline យ៉ាតែមួយវាដៃឆ្ងាយហ៎ make late game ឈឺណាកាគូ BSE គេរឿង early mid potential គេច្រើនជាងយើង late game potential គេច្រើនជាងយើងដែរ the make potential គេច្រើនជាងយើងដែរ survival របស់គេស្មើដូច survive មិញជាមួយនឹង synergy របស់យើងគួរសម យ៉ា បាទ ស៊ីសងលើការលេងរបស់សមាជិកក្រុមអូយមានអារម្មណ៍ថាមិនម្ដងភ្លឺម្ដងហ្នឹង បាទអញ្ចឹងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតគោលទី2គឺដូចជាវគ្គទី1ដែលយើងវាយ Best of One Day រវាង Silvio Gaming ប៉ះជាមួយនឹង Black ដោយមក ថែនដូតខ្លាំងដែរ Skin Patrick បាទ SpongeBob បាទ មើលមកវិញដូចបាត់ឌូបែបបាត់ប្រោយនិយាយទៅ អត់ skin ហ្នឹងខ្ជូតដែរពីរ skin ហ្នឹងខ្ជូតដូចគ្នាបាទអញ្ចឹងចូលមកភ្លាមជាមួយនឹង Box CC ប៉ះគ្នាតែលើ step ដូចគ្នាបាទ អត់ដល់ទេមិញឃើញអត់ ជួយ fast clear មិញ បាទ និយាយទៅ if នេះបើស្មានអត់ត្រូវគេទីមួយភោគអត់ដល់គេណា ហ្នឹងហើយ បាទ វាខ្លីឥឡូវ បាទ នេះ សាត់ បាយ retreat ដូរ កាត់មកហើយបាទជួយនឹង retrieve user មួយបានទៅលើ high boss ទេបាទ11ដាក់មួយឆាត់2 OP ធ្វើការបើកជាមួយនឹង skill ទី2មកដែរពី scene បាទ scene ប៉ាំង អី ឈឺណាអត់ឲ្យសើណាអូយ 3 ពី1 មកឆាប់ឈឺណា ប៉ាំង មកឆាត់ទៀតអត់ឲ្យព្យាយាម clear 3 ពី1តាហ៊ានដើរចូលគឺកន្លែងនេះគាត់ទៅ off flick ហ្នឹងហើយ អាច off flick ពី step បាទ ដល់ទៅដៃបាយចោល អយកមកបាយភាកលាក់ជូនមកបាទចឹង Golan ដូចជាមិនធေါ်មិនជាបញ្ហាសម្រាប់គាត់ ថ្លង់ណាឲ្យវាបោះ kill សូតលេងលឺវិញ អត់មានថ្លង់ជាង skin side cloud collector បង ចាំមើល box ស៊ីនោះរោមហម side cloud គេលេង collector រោមហមនេះលើ បាទយកបានហើយ emblem S2 box ស៊ីក៏លេង Water Blessing ក៏លេង Pull Yourself Together ទេ គាត់យក rotate យកមក សំខាន់ sing គាត់យក tenacity យ៉ា បាទមក គាត់ តា ថាតែមិន early joy A6 ក្រកសិតតែយកមួយ speed ទាំងអស់ បាទ បាទចឹងភ្លាមដូចជាយើងស្ងប់ស្ងាត់ទេប៉ះគ្នាបន្តិចបន្តួចជាមួយនឹងការស្ទង់សមត្ថភាពគ្នាទៅវិញទៅមកប៉ុណ្ដែរ បា បាទ ទ joy ឥឡូវគេលេងretreat ក្រហមតែគាត់លេង retreat word speed វិញជួយ fast clear ឲ្យបាន level 4យេអត់មានការជន់ lane នៅក្នុង early game ទេ បាទចឹងជាមួយនឹងថតមានការ spawn មកវិញដូចគ្នា box CC ធ្វើការបើក map ក៏ដូចជាមានការបើកនេះរឿងយកតែម្ដងពីវត្តមានរបស់ខាងBSE ចុះទៅដល់ retrieve user មកទៅលើ detective មកឡងខ្លាចតែជួយនឹងការ automatic នេះបើកណ្ដាអុកមួយជួយនឹងការចុះបុកវាយទៅជាមួយនឹង box CC មានការបាត់បង់ជួយនឹង kill មួយប៉ុណ្ណេះមានការជីកកពីវត្តមានរបស់ Van Duan នឹងដាច់ដែរទេជាមួយនឹងវត្តមានរបស់ Teng របស់គេក៏ដាច់ដូចគ្នាពី step What a retribution by detective my god retreat បានទេ ក៏មើល position ខ្ញុំថាអត់ឲ្យដល់គេចូលទេចូល តែមិញនេះដេញឡើងដល់ផុបបើ ហ្នឹងហើយ សាហាវណា បាទគាត់ថាកាច់មកឆ្កេះដែរនេះហ្នឹងវានៅវងហ៎ បាទ Lancelot នៅក្នុង adjustment គេបន្ថែម cooldown អាយ៉ាបុកសេនេះចាក់បោកភ្លេចមួយបញ្ញការទាត់ក៏ប្រចាំបាត់ហើយប៉ុន្តែមានការតាក់កពីបាននោះធ្វើការផ្ដាច់ជាមួយនឹង Orichi បានមួយផងដែរ តែដល់ណា communicate ថ្ងៃនេះគឺល្អមែនតើសម្រាប់សេយូ បាទ បាទ អត់មាន hero វាយបាឌូណាអលីបាទដល់បើក map ពីវត្តមានរបស់ box CC បោះ wall មួយជាមួយនឹងការបើកក្រាបអុកបោកវាយយកតែម្ដងជាមួយនឹង box CC ក៏បាត់បង់ជាមួយនឹងការ ultimate យកតែម្ដងតែជីកកចូលចាយបាឌូលងលួនមកដែរបាត់បង់អពីរពី Silvio Gaming អត់អីមួយធម្មតាសេយូលេងតែ មកឆាត់ពីអុកពីដាច់យកដល់ជាមួយនឹង High on Boss បាត់បង់ចាំងកមួយធ្វើការបើកជាមួយនឹងការអុកបោក RT យកដល់ម្ដងជាមួយនឹងអុកពីប៉ុន្តែមានការសេងចេញមកវិញប៉ុន្តែពី detective បោះមកបលទៀតចាក់ជាមួយនឹង RT ចង់ចាប់ខ្ញុំផងហើយជាមួយនឹង ultimate របស់ Cloud ទៅពីសេងប៉ុន្តែមានការបាត់របស់សាក់មកវិញជាមួយដល់ម្ដងពីដុំ គ្រីខ្លោតយើងបាទលេខមួយគ្រីតិច យ៉ា មកហើយបាទពី box CCC កន្លែងជាមួយនឹង item បាទមាន RT ទេបាទមានតា បាទ Shop Purify ដុំ1 2 3 knock មួយប៉ុន្តែមកបែបយកជាមួយនឹងការចាប់ Purify ដកថយយកតែម្ដងប៉ុន្តែមានការបោះ ultimate ដែរទេពី step ធ្វើការសូមជាមួយនឹង step ពី sing ដូចគ្នា អូមកស៊ីចេញអញ្ចឹងមិនផុយគាត់ទុំចេញឲ្យធីមបានទូចដែរ បាទ គាត់យក task boot មុន យ៉ា defend magic ហើយទិញអាទូចនោះគាត់អាចនឹងពាក់ Radiant
ឬក៏អា ពាក់ហ្នឹងចោល អត់ទេខ្ញុំគិតថាលេងកីឡាខ្លះសិនណា ហ្នឹងហើយក ន្លះអាយសមួយល្អជឿ បាទ ពាក់ហ្នឹងទៅដោយសារតែខាងគេ Magic ដល់12នោះ អាចឆ្នៃយកដើម្បីបានខ្លះដែរបើសិនជាគាត់លេងលេងតើ យើបុកស៊ីបើជាធម្មតារាល់ដងគាត់លេងបើគាត់លេង damage គាត់យកដូចជាទី1គាត់យក Adaptive Attack Emblem ទី2គាត់យក Festival Blood ហើយគាត់យកដបងបលាយកមកតែនេះគាត់លេងតែងគាត់លេង front យ៉ាដោយសារតែនេះគេ annoy ដែរបាទ គាត់ give up ទៅលើ total BSC បាទ អូដល់ U2 give up ពិបាក ចូលទៅលួចចាក់ជាមួយនឹងក្បាច់ដើរត្រីកោមួយដែរពី Detective យកជាមួយនឹង Chango គេមកបុកអាទីយកដល់ចូលដល់200 Detective អត់មានបញ្ហាទេជាមួយនឹងអាត្មែរបស់ OP ក៏អត់ទៅដូចគ្នាដកថយមកវិញប៉ុន្តែអស់អាទីបាត់ហើយជាមួយនឹង Step អាចចូលបានដែរទេជាមួយនឹង Origin មានការបាក់ក្តារអប់យកដល់ជាមួយនឹង Sam ដូចគ្នាបោកវាយជាមួយនឹង Boxy Retrieve Uson បានជាមួយនឹង Tato Objective ទី2ផងដែរជាមួយនឹង Boxy បាក់កន្លោមួយបាត់បងជាមួយនឹង Boxy ជាមួយនឹងការអាទីយកដល់រួមក៏មានការជើប៉ុន្តែជាមួយនឹង Sing ក៏មានការបាក់ដែរទេជាមួយនឹងការបាក់ទៅលើ Sing បោកវាយជាមួយនឹង Handball ប៉ុន្តែជាមួយនឹង Wado ចាប់កណ្ដាល Origin វាយគ្នាយកមកចាប់រត់ផយជាមួយនឹងការផ្ដាច់បាត់200មកវិញដូចគ្នាជាមួយនឹងការសងសឹកពី Savio Gaming វត្តល្អមែនមិញ បាទ ទៅទៀតហើយ Patrick រត់លឿនណា បាទ អូវត្ត អាយយបាទរត់ខ្ញុំនិយាយមែនខ្ញុំមើលតែពីក្រោយអូ radio ណាមកយកមក មើលទឺតពីក្រោយ អត់ឲ្យផោកទេមើលទៅគាត់ចង់ឲ្យផោកគាត់ពេក បាទ បាទ បាទមិញនៅខាងលើបើ OP អត់ fail skill អត់មានរឿងនឹងកាត់ឡើងទេ ហ្នឹងហើយ បាទអត់អីទេតែសារតែការបោះឆាប់មួយជាងយើងបាក់ស្មានដែរ អញ្ចឹងធំពេកបង ហ្នឹងហើយ ចង់មកស្មើមករ៉េងរបស់កាការ៉ាណា បាទ Victor ហ្នឹងហើយ Victor បាទអាយ៉ា Origin ចាប់ជាមួយនឹងសេងជាប់ដែរទេបោះ Dexter ដែរផ្ទុះជាមួយនឹងសោបាត់បង់សេងបាត់ហើយ គេលេងលឿនណា បាទគេមិនអត់ជាប់អត់មាន verify ណា យ៉ា អស់ហើយគាត់ចុចហើយហី អត់ទេចង់និយាយថា Origin អត់មាន verify មិញមកលោតបាសជើងយក skill ទី2របស់ Sing មិញគាត់ cool down មួយសិន Sing farm សិនល្អ បាទបាទ VX បានចូលទៅលើ Origin បាទនៅផ្លូវ top lane ក៏មាន detective ក្នុងការ defend ដូចគ្នាបុកជាមួយនឹង RT អស់បាត់ហើយពី step ប៉ុន្តែយើងមើលជាមួយនឹង Wadu spam skill ទី1មែនតើទៅលើ step ដូចគ្នាពេញមក passive បើសិនជាចង់បុកជាមួយនឹង Wadu ឡើងជីកមួយពុក យ៉ាអញ្ចឹងគឺយើងឃើញហើយជាមួយនឹងspare របស់ detective គាត់លេង retrieve បើឈាមអញ្ចឹងមានន័យថាគាត់លេង hybrid អញ្ចឹង បាទ គាត់លេង damage សុទ្ធទេគាត់លេងជាមួយនឹង តែបើសិនលេង hybrid ក៏យកជាមួយនឹង spam នេះធ្វើការទាត់យកដល់ចុច purify បុក RT យកដល់ពី OP RT កំពុងផ្ដាច់ជាមួយនឹង Wadu របស់ Doom បាត់ហើយចូលទៅដល់ T1 trend នៅខាងផ្លូវបតំ lane អាចមានការយកបានដែរទេយើងមានជាមួយនឹង step មួយក្នុងការ defend ជាប់ឬក៏មិនជាប់ប៉ុន្តែអត់មាន hero វាយផ្ទះទេធ្វើការឈូ1ឈូ2 Wadu ក៏មានការបើក map យកដល់ប៉ុន្តែជាមួយនឹង Box CC អត់ឲ្យសេនចូលមកទេប៉ុន្តែយើងមើលជាមួយនឹង step ក៏មានការដកថយ cover បានល្អខ្លាំងតែជាមួយនឹង T1 trend គេ rotate មកហើយជាមួយនឹងការបើកគ្រា Box C Obliga ឈូ1ឈូ2ទៅដល់ទួជាមួយនឹង Ultimate តែងបាត់បង់ជាមួយនឹង Box CC បាត់ហើយទៅលើ Orochi អត់អីអត់ខាតទេបើសារ Sing free farm បាន T1 trend នៅខាងផ្លូវ top lane ចោល free farm គាត់អត់តន់ចូល team fight បាទបាទធ្វើការប្រើជាមួយនឹងការកំបោចាក់សិងយកដល់ពី detective retrieve បានឬក៏មិន retrieve បានតែជាមួយនឹងការចុក knock up បានហើយពីវត្តមានរបស់ detective បាទបង detective មួយជីកកមួយអាចដាក់ជាមួយនឹង Origin ដែរទេប៉ុន្តែជាមួយនឹង OP ដល់ថយតែងពី handball មកឈូពីឈូការដកជាមួយនឹង scar ដល់ពី OP ចូលទៅដល់ចាប់ជួយនឹង handball បានដែរទេជាមួយនឹងការបាក់ក្តៅខូមកបានល្អខ្លាំងតែពិសាញបាទចូលទៅដល់11ទាត់បានដែរទេជាមួយនឹង Box CC ធ្វើការបាត់ពេញជាមួយនឹង Stack ផងដែរប៉ុន្តែយើងមើលជាមួយនឹង Wadu ចាយ flicker មួយបានពី step ដូចគ្នាជាមួយនឹងការខាប់ពោជាប់ជាមួយនឹង stun ឡើងជាកកឬក៏មិនទេទាត់បានអត់ ultimate តែងមកពីក្រៅទៀតពី high on ធ្វើការដាក់ជាមួយនឹង Wadu មក OP បាត់ទៀតហើយ តែមួយគាត់អស់ spell ហើយ បាទ ពីគាត់ចាយ flick អាពេលមិញ បាទ អូស៊ីស្កេស្អាតណាមិញមួយសិនភ្លាមSingគាត់ត្រូវការ farm សិនត្រូវការលុយសិន យ៉ា ចូលវាយឥឡូវក៏អត់តន់កើតណាមួយ stir ដើម្បីគាត់អត់តន់ចេញនេះអត់បានថតហ្នឹងឃើញអត់ hybrid man ហ្នឹងហើយ យក retreat chase យ៉ា អត់អី លេងបានលេង គាត់ដឹងថាទៅយកនេះហ៎កៅនេះហ៎ បាទ គាត់ត្រូវការកាត់ cooldown ខ្លះហើយព្រោះតែសារតែឥឡូវ Lancelot ultimate គេបន្ថែម cooldown ណា ហ្នឹងហើយ បាទ តែ តែ Sing សិង តែពាក់អញ្ចឹងគឺនេះហើយដល់គាត់យក retrieve បើឈាមគាត់ត្រូវការយកឈាមយកមកលេងមួយ retrieve ហ្នឹង បាទ អញ្ចឹងគាត់ត្រូវការពាក់ hybrid បាទសិងទឹកចេញ Demon Hunter នៅសល់ Golden Star មកគ្រាប់ទៀត មានន័យ Sing លិតគេដែរលិតពីឲ្យលុយច្រើនណាស់តាលើ lane លិតពីឲ្យលុយច្រើន តែបើយើងមើលជាមួយនឹងការលេងរបស់ Skyla មុនហ្នឹងគាត់យក Demon Hunter ហើយ Golden Star យកមកគាត់សង្ស័យអត់លេងទេបាទចូល item ទី3របស់គាត់ ហើយ ambush សិតចេញ holy ណា បាទ បាទកាត់យ៉ាងតិច holy ជំនាញឈឺណាជំនាញឥឡូវគុណជាមួយនឹង hero level វាច្រើនជាងមុន បាទ
បាទក្បាច់ដែរត្រូវការមួយម្ដងពី detective បាទជាមួយនឹង goal ដូចជា CPU គាត់លីទេបាទប៉ុន្តែមិនច្រើនទេប្រហែលទេទៅដល់បោកវាយយកទៅដល់បាត់ដល់ផលពីដូនធ្វើការជីកកទៅលើដូនបាទហើយបាទ box CC ធ្វើការបោះអត់ទៅយកទៅដល់ពីរបស់សេងចោលទៅដល់តែជាមួយនឹងដូនមកទៅកន្លែងនេះជួយនឹង Orgy អាចមានបាត់បង់ដែរទេជាមួយការបាត់បង់ទៅលើសេងនៅគ្នាជាមួយនឹងការសាយសេងយកទៅដល់ពី detective ម្ដាយទៀតអត់ដែរជាមួយនឹង Orgy ដែរគឺម្ដាយទូសោមួយបាត់បង់ជាមួយនឹងវ៉ាដូម្ដាយយកទៅមកពីម្ដាយបោកជាប់ជាមួយនឹងការបាត់បង់អស់ពេលពុនរោដែរទេ box CC ក៏ទៅមួយទៀតបាត់បង់អស់ពុនរោសោដែរ detective មួយតែប៉ុណ្ណោះបាទយកគេមួយដោ4 fail យ៉ាង fail បាទសិងមួយបាទធ្វើការ clear ជាមួយនឹង lane ផងដែរបាទជាមួយនឹង lot ក៏មានការ spawn មកវិញដូចគ្នាប៉ុន្តែយើងមើលជាមួយនឹង black sentence អាចនឹងយក lot នេះបានព្រោះក្រកគេធំពេកបាទខ្ញុំ recall អាយ៉ាអត់អីទេដូចនេះយើង free គេយើងបាទចូលតែទៅ sing គាត់ commit ជ្រៅវិញគាត់ចូលអត់ដែរមានផ្លូវចេញមកវិញណាអូយមក detective ធ្វើមួយរឿងណាបាទអូទៅហើយជាប់ហើយ detective ចាប់មកវិញហើយពី detective ល្អខ្លាំងតែជាមួយនឹងការចង់ទៅលួច lot តែលួចអត់បាននៅតែដកថយមកវិញដូចគ្នាមិញប្រឡែងតយក lot អត់ទាន់ទេ detective លួចទៀតបាទអត់បានទេ detective les lot គាត់គួរឲ្យខ្លាចយេចាំបាន first pick ហ្នឹងបាទអត់ទេព្យាយាមគេហៅថា best of one ចឹងហ៎យើងក៏មិនដឹងពីសមត្ថភាពរបស់គូបដិបត្តិរបស់យើងនេះគ្នាបាទចូលទៅដល់វាយមកផ្ទុះសទៅលើវ៉ាឌូតែវ៉ាឌូដូចជាអត់បញ្ហាទេជាមួយនឹង Orgy បាទបុកអានេះមិនជាមួយនឹងអ៊ូពីយកតែម្ដងភ្លាមមួយពេកភ្លេចជាមួយនឹងការឡើងជិះកពីវ៉ាឌូចោលពីកចោលពីនេះមកវិញជាមួយនឹងការអស់អ្នករៀបតែយើងមើលជាមួយនឹង Orgy ធ្វើការផ្ដាច់ជាមួយនឹង detective បានឬក៏បានដេញ lock detective ដកថយមកវិញដូចគ្នាមួយសិនអូដល់ស៊ីក៏ឃ្លៀឡើងលើបុក farm សិន yes បាទសិង1សិង2ចូលទៅដល់បាទជាមួយនឹងការទាត់យកតែម្ដងពី box CC ជួយជាមួយនឹង verify មួយទៅលើ box C អាចមានបញ្ហាដែរទេសល់ដល់ទូសោតែជាមួយនឹង box C បានហើយយើងមើលជាមួយនឹងដូនសល់បានដែរទៀតដេញវាយទៅបានឬក៏ជាមួយនឹងការផ្ដាច់យកតែម្ដងពី detective ធ្វើការដកថយវ៉ាដូឡើងឈាមបានឬក៏មិនបានអត់បានទេចូលសិង1សិង2ចាក់ចេញមកវិញយកតែម្ដងពី detective បានដែរទៀតបោះវ៉លជាប់ ultimate cover ពីល្អបណ្ដាជាមួយនឹង Orgy បាន shut down ជាមួយនឹង step ចង់ទៅណាដេញវាយគ្នាយកមកជួយការ shut down បាទពីគ្នាចូលទៅលើសិងដូចគ្នា320លុយហ្នឹងបាទ no លុយសុតមានស្នេហ៍លុយសុតបាទបាទឲ្យហៅឈ្មោះណៃកើអត់ខ្ញុំថាឲ្យថាទៀតបាទ sorry ទៅបាទ1.4នៃការនាំមកប៉ុន្តែខាងក្រុមរបស់យើងកំពុងតែវាយបកវិញដូចគ្នាដែរលុយកើប៉ាប់គៀបប្រកាត់គ្នាអត់អីទេតែនិយាយទៅបើនិយាយវា cost ស្គនមកបត់គឺមានតែ team fight ទាំងខាងក្រុមយើងយក1 4ណាបាទកន្លែងហ្នឹងគឺគេ back up មកតន់ពេលបើថាខុសវាមិនខុសទេដោយសារគេ back up មកលឿនតិចបាទក៏យើងចូលវាយភ្លាមគ្នាគេមកដល់បាត់ហើយហ្នឹងយកមករៀងមកខ្ជូតដល់កោមើលឡតនេះបើសិនជាយើងកន្ធេះបាន200ច្រើនមែនតើតែយើងអាចគ្រប់គេបានភ្លាមៗតែម្ដងអត់អីវិញនៅនឹងលយចឹងអត់អីវិញនៅនឹងលយចឹងអត់អីវិញចឹងអត្តពលរបស់ណៃក៏ធ្វើអត់ចេញទេយកនិយាយទៀតនិយាយអត់កុំនិយាយមិនដឹងខំទៅក្រោនមកទេមិនកប់ដោះស្រាយសិនគាត់យកសម្រាប់ចិត្តយក Winter Crown if យក Winter Crown if ហ្នឹងហើយបាទព្រោះតែសារតែអត់ចង់ shut down ដែរ3-0ណាមួយក៏យក Winter Crown ស្រួលកិច្ចឆាត់របស់នេះអស់ពីបាល់របស់ Clot ដែរបាទអាយ៉ាសិងចូលយកដល់ detective ចូលដល់ដល់រ៉ាហ្វាចូលជាមួយនឹងកោបាត់ហើយពី detective ធ្វើការបាត់បង់បដៃយកជាមួយនឹងការអាត្មាចេញពី OP អស់បដៃជាមួយនឹងដូនបានទេបាត់បង់ឲ្យពីរជាមួយនឹងការដកថយមកវិញដាប់គៀចូលទៅលើហើយអូន post ដូចគ្នាបាត់ហើយយើង respect គ្នាយើងនៅឆ្ងាយហ្នឹងហើយអាយ៉ា box C អត់មាន flicker ទេមាន flicker បើកាយមិនធ្វើអីចេញទេមកជាមួយនឹង lot បានណាកន្លែងហ្នឹងបារី flat ហ្នឹងមួយគេអាចប៉ះ lot បាន chill បាទឯង goal lit 1k ជាងកន្លែងហ្នឹង detective គាត់កាបូភ្លេចពី box CC ខំបានហើយជួយនឹងការបាត់ដល់យកដល់ box C អាចមានបញ្ហាដែរទេបាទធ្វើការខំមកជួយនឹងការអាត្មែនចូលដល់ពីសេងប៉ុន្តែលោកខ្លាំងមែនតើជួយនឹងការជីកអត់មានអ្នកបោកវាយទេចូលដល់ High and Bull ជួយបាត់បង់ជួយនឹងដូនមួយផងដែរពីវ៉ាដូធ្វើដល់ខ្លាំងតែប៉ុន្តែសេងក៏មានការបាត់បង់ផងដែរពី High and Bull ធ្វើការផ្ដាច់វ៉ាដូចាយភ្លេចការមួយដល់ថយមានការ spot មកវិញផងដែរពី detective ហើយនឹង OP វគ្គនេះអាចលេងបាន team fight កន្លែងនេះអាចលេងបានគេអស់ស្ទីមខាងច្រើនដល់ហើយស៊ីបាទអូយវ៉ាដូជួយជាមួយការផ្ដាច់ពី High on Bull ពេជ្រ burger ហ្នឹងពេជ្រតែគាត់អត់មានអល់ហ៎មានតាមានព្រោះដោយសារគាត់ទុំតែសម្រាប់ដូមហើយទៅឲ្យទីលើកបាទអញ្ចឹងវាពេញតន់យើងអស់កាត់មកវិញមួយគេកាត់មកវិញមួយដែរអំគេកាត់តន់និយាយទៅមិនសំណាងតែយើងវាយដូមដាច់បើអត់ដាច់ដូមគឺធ្ងន់ហើយបានមកដូរនៃការកម្ចាយដូមចេញសឹកកម្ចាយហើយយកបុកស៊ីខ្ញុំក៏រកឃើញបុកស៊ី fail អញ្ចឹងណាហ្នឹងហើយមិនតែការ flick ទៅចង់ knock ទៅ
Detective មកពីខាងក្រោយប៉ុន្តែជាមួយនឹង Orochi ធ្វើការ lock ទៅលើ Detective បាក់ក្តារអុកជាប់ Ultimate 2 បាក់ជាមួយនឹង OP បាត់បង់បាត់ហើយចាក៏បាក់3ក៏ជាមានការលងវាយដល់បណ្ដា Detective ធ្វើការជួយបាត់ទៅសាប់ដៃទៀតដល់ថយបានរឿងបានប៉ុន្តែជាមួយនឹង Lord គេ free ទៅលើ Waterman របស់ Black Titan ដូចគ្នាប៉ុន្តែជាមួយនឹង Orochi ក៏មានការបាត់បង់ដូចគ្នាបាត់បង់2 free Lord មួយដល់តែបាត់ហើយបាយបាយណៃអត់អីច្នៃភ្លាមយកបាន2 hero ទៅលើ Black Titan បាទថាស៊ីងនឹងដាច់4ដូមនោះលើស៊ីងទៅអាយសេងជាប់បបលបាទធ្វើការបើកជាមួយនឹងការប្រែកាឡាមកវិញសល់តែជាមួយ8តែប៉ុណ្ណោះស៊ីងអានឹង file មកសែនស៊ីងមិន purify មាន purify តែនេះចុះហើយហ្នឹងហើយ Dexter timing ខ្ញុំមានអារម្មណ៍ថា file មកបាទអត់អីទេបាទលោនេះ clear មកមួយតាំងចិត្តស្ងប់ជាមួយនឹង Silvio Gaming ចំកលេសហើយនិយាយទៅធម្មតាទេវគ្គទី1ដូចតើអូននេះចឹងមែនចង់ចូលរកោះដែរហ្នឹងចង់ចូល30នាទីហីខ្លោចនេះគ្នាចង់ចូល30នាទីនៅមួយវគ្គ free stage ហ្នឹងនិយាយរួមទៅគេអ្វីដែលគេអាចលាក់បានគេលាក់មកយ៉ាងម៉េចណាបាទលេខ 2.7k ទេបាទប្រភេទ hero ត្រាស់ទាំងពីររវាង CU ក៏ដូចជា Black Sentence ស្ទើរចូលដល់ late បានដូចគ្នាបាទតែទីបន្ទាប់របស់ Detective អាចចេញ Malefic រណ៎ស៊ីនគេមាននេះ Venator បាទចូលលឹកនេះយ៉ាងម៉ាស៊ីងបាក់ទៅស៊ីងបាទស៊ីងបាក់ Rafa យកតែម្ដងអូយធ្វើបាល់ឡខ្លាំងតែពីវត្តមាន Detective មកបោកបញ្ឆោតមួយនេះបកស៊ីគេឃើញអូចូលដល់បកស៊ីបៃម៉ូថយដល់ចូលកាត់បោភ្លីអូពេប្រែបានទេសាប់ដៃទៀតចូលវាចូលជាមួយនឹងការដាច់យកដល់ពីវត្តមាន Detective Retribution ដាច់ Detective ដូចគ្នាជាមួយនឹងការតតយកដល់ពីបកស៊ីហានបូធ្វើការដាច់ជាមួយនឹងបកស៊ីសាលពីរដល់ជាមួយនឹងការ defend តែមកនេះបានឬក៏បានពីសៀបយកគេទេអូយក្រោកគេសល់ម៉ូថទៀតស៊ីងអត់មានអត់ទៀតមួយអាចយកបានទី3 midland ជាន់មកបត Dexter ធ្វើការដកថយ Orochi ក៏លងខ្លួនដូចគ្នាជាមួយនឹងការចាប់ស្ដាប់បាពីរយកដល់ជាមួយនឹង Handball ចូលមកជួមួយជួពីជីកទៅលើ Orochi អាចមានបញ្ហាដែរទេជាមួយនឹងការ Automatic ញ៉ាំ clear ជាមួយនឹង Minion លឿនចូលក៏បាត់បង់ដូចគ្នាជាមួយនឹងការ Solar Smash ទេពី Save យកគេមេគេវាយតែឲ្យ clear បានឬក៏បាន clear បានពីវ៉ានូឡកដល់វ៉ានូស៊ីងដាច់ដល់ហើយអើយស៊ីង6ស្មើមួយដូម7វគ្គនេះគឺបដិញគ្នាដាច់យកមកហ្នឹងហើយដាច់ដល់ហើយអូបាដូ sell CU from this Jason បាទតែឃ្លៀបានបាដូ Oh my god តែនិយាយមែនណាបាដូទូលេងមិនក៏ដល់អត់ដែរឃើញធ្លាក់តម្រងណានិយាយមែនណាអូស៊ីងធ្វើអារម្មណ៍ឲ្យមូលស៊ីងអើយបាទយើងរៀងបថុយខ្លាំងណាបាទការលេងរបស់យើងបថុយបន្តានមែនតើMy God bro បាទអញ្ចឹងចូលដល់17នាទីនៃការនាំមុខពីខាងបាទ BSE គឺបានលេខ 4k បាទ15តូននិង27 kill ឡតទី3ហើយឡតមួយនេះសង្ឃឹមថាOrochi high map ទៀតដែរគាត់ដឹងអូពីគាត់ដឹងឃើញសัตว์អញ្ចឹងឯងគាត់ដឹងអូពីជាប់មកធ្វើការបោកបញ្ឆោតផ្ដៃយកមើលជាមួយនឹងការកាប់បោភ្លេចបាត់ដល់ជាមួយនឹងអូពីជួយការអាទីយកដល់ស៊ីងក៏ទៅដូចគ្នាសាល់ពីរដល់បោពីបាដូ Detective អានេះទុកជាប់ដែរតែជាមួយនឹងការចាប់ Detective លចាក់ស៊ីងមួយស៊ីងពីរធ្វើការដកថយបានឬក៏បានវាយមកផាស៊ីវទៀតទៅលើ step out ជាប់ទៅជាមួយនឹង Detective ទេគេយកឡតគ្នាយ៉ាងការតនបាទចំស៊ីងកន្លែងហ្នឹងអូពីហើយនឹងស៊ីងទៅពីបណ្ដោយកន្លែងហ្នឹងតែកន្លែងនេះទៅស្គាល់ថាអូពីគាត់អាចមានអេមញូនបានគាត់ដកបានតែស៊ីងគេ damage ប្រញុកអញ្ចឹងទោះយើងយកអីយកមកកាត់ក៏កាត់អត់បានដែរបាទស៊ីងខ្ញុំគិតថាចេះថាគួរណាតែគាត់ពាក់winter crown ល្អជាង winter ខនសៀមកឲ្យពី Steph ធ្វើការប្រើជាមួយនឹង skate ទី2បើកនាគរៀងយកដំណងសេង Detective ធ្វើការផ្ដាច់ជាមួយនឹង Detective Solar Smash តែជាមួយនឹងការជីកប៉ុន្តែគេវាយទៀតបាត់ហើយចេញជំនះការប្រកួតបាទជាមួយនឹង CU វិញគឺបានទៅលើ Black Sand បាទđấyទេវគ្គទី1របស់យើងធម្មតាទេយើងមិនតន់ក្តៅដៃ warm up យើងមិនតន់ដល់ធម្មតាទេបាទហើយយើងនៅមានឱកាសតទៅមុខទៀតតែគាត់ថាវគ្គនេះដាច់ដូចស្អីហ្នឹងដាច់យកដាច់មែនតើយកមកយើងវគ្គនេះexperience land ទាំងសងខាងល្អដូចគ្នា